សូមជម្រាបសួរអាដាមសំឆៃបាទហើយជំរាបលិតបាទជំរាបបងប្អូនរួមជាតិ អរគុណអាដាមបាទបាទអរគុណអាដាមដែលបានចូលរួមជាមួយទូរទស្សន៍អាស៊ីសេរីអាដាមឡើងចុះអូស្ត្រាលីផងទៅកម្ពុជាវិញផងញឹកញាប់ហើយសុខទុក្ខយ៉ាងណាដែរអាដាមបាទទៅដល់ប្រទេសកម្ពុជាវិញបាទខ្ញុំសុខទុក្ខធម្មតាទេបាទនៅអូស្ត្រាលីតែតិចតួចទេបាទភាគច្រើនខ្ញុំនៅស្រុកខ្មែរបាទអាដាមនៅឯប្រទេសកម្ពុជានេះយើងឃើញមានរឿងថ្មីប្លែករហូតអស់ពីមួយរឿងចូលមួយរឿងអស់ពីមួយរឿងចូលមួយរឿងហើយជាពិសេសជារឿងរ៉ាវដែលកើតឡើងនេះមានការព្រួយបារម្ភណាស់សម្រាប់អ្នកធ្វើការងារដើម្បីជំរុញឲ្យមានដំណើរការប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជានេះគឺថាមានការព្រួយបារម្ភជាបន្តបន្ទាប់ឥឡូវនេះយើងឃើញស្ងាត់នេះខាងរដ្ឋាភិបាលរបស់លោកហ៊ុនម៉ាណែតបានចាប់ផ្ដើមអនុម័តនៅសេចក្តីព្រៀងវិសោធនកម្មច្បាប់មួយទៀតស្តីពីការគ្រប់គ្រងរដ្ឋបាលគុំសង្កាត់បាទដែលកែប្រែនៅមាត្រាចំនួន4នៅក្នុងនោះគឺមានមាត្រា33ដែលពីដើមមកមិញគឺមាត្រាចាស់ច្បាប់ចាស់ហ្នឹងគឺការបែងចែកទូនាទីហ្នឹងបើសិនបើពេលបោះឆ្នោតគុំសង្កាត់គណៈបកណាដែលឈ្នះនៅលេខរៀងទី1បានធ្វើមេឃុំទៅគណៈបកណាដែលទទួលបានសម្លេងឆ្នោតលំដាប់លេខរៀងទី2ហ្នឹងទទួលបានជំទប់ទី1ឬក៏ចៅសង្កាត់រងទី1អីចឹងទៅហើយបន្តមកទី3គណៈបកលេខរៀងទី3ចឹងទៅអាចបានចៅសង្កាត់រងទី2ឬក៏ជំទប់ទី2ក៏ប៉ុន្តែច្បាប់ថ្មីកែមកថាបើគណៈបកណាឈ្នះឆ្នោតទទួលបានសម្លេងច្រើនគឺបានមិនមែនបានត្រឹមតែទូនទីមេឃុំទេគឺថាបានទាំងអស់ទាំងជំទប់ទី1ទី2ទាំងឬក៏ចៅសង្កាត់រងទី1ទី2តែម្ដងគឺថាក្តោបយកទាំងអស់ខុសពីមុនហើយនៅថ្ងៃនេះយើងឃើញមានសេចក្តីថ្លែងការណ៍រួមរបស់គណៈបកចំនួន5ដែលជាគណៈបកចងសម្ព័ន្ធភាពគ្នានឹងបានដាក់លិខិតទៅប្រធានប្រសិទ្ធិលោកហ៊ុនសែនដើម្បីឲ្យពិចារណាកែប្រែសេចក្តីព្រាងច្បាប់នេះឡើងវិញហើយរុញទៅប្រសិទ្ធិដើម្បីកុំឲ្យមានការអនុម័តបន្តទៅទៀតដោយមើលឃើញថាវាជាការព្រួយបារម្ភណាស់ដែលអាចប៉ះពាល់ទៅដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនិងអភិបាលកិច្ចនៅមូលដ្ឋានអាដាមអាចជួយបញ្យល់បន្ថែមទៀតបានទេចំពោះអ្វីដែលចេញលិខិតចំហនេះបាទហ្នឹងហើយខ្ញុំមិនដឹងថាតើគណៈបកប្រជាជននឹងធ្វើមានបំណងប៉ុណ្ណាចង់បានអីពិតប្រាកដទេខ្ញុំបានមើលឯកសារខ្លះដែរថាតើធ្វើនឹងមានបំណងអីឃើញថាធ្វើនឹងគឺចង់ឲ្យការងារនៅមូលដ្ឋានគុំសង្កាត់នឹងវាទៅរលូនកុំឲ្យមានឧបសគ្គនៅពេលដែលមានគណៈបកផ្សេងស្ថិតនៅក្នុងថ្នាក់ដឹកនាំនៅអាជ្ញាធរមូលដ្ឋាននោះហើយថាដើម្បីឲ្យសកម្មភាពនឹងដោយដឹកនាំដោយបកតែមួយនឹងជួយទៅដល់ការអនុវត្តគោលនយោបាយបញ្ចកោណនៅជាដើមខ្ញុំមើលទៅដូចជាមិនឆ្លោះបញ្ចាំងការពិតទាល់តែសោះបាទហើយខ្ញុំថាសម្រាប់ខ្ញុំតាមដានស្ថានភាពនយោបាយនឹងពេលឃើញនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតមានប្រសាសន៍អំពីការចង់ស្ដាប់យោបល់អ្នកផ្សេងក្នុងស្មារតីជួយឲ្យសង្គមនឹងមានតម្លាភាពមានមតិដើម្បីជួយកសាងសង្គមអីជាដើមខ្ញុំដល់ឃើញច្បាប់ចេញបែបនេះខ្ញុំដូចមិនយល់ថាតើនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនិយាយការពិតទេឬក៏គ្រាន់តែនិយាយបោកបញ្ឆោតប្រជាពលរដ្ឋឬក៏គណៈបកនយោបាយផ្សេងព្រោះនៅក្នុងការដឹកនាំឃុំសង្កាត់នេះណាមេឃុំចៅសង្កាត់គាត់មានអំណាចហើយបើគាត់មានភាគច្រើនទៀតគ្មានអីអាចទៅរៀងស្ទះការងារគាត់ទេជំទប់ទី1ជំទប់ទី2គឺគ្រាន់តែអ្នកជំនួយការឲ្យមេឃុំចៅសង្កាត់គាត់មានសិទ្ធិអីទៅចាត់ចែងអីដោយគ្មានការយល់ព្រមពីក្រុមប្រឹក្សាឬក៏ពីមេឃុំចៅសង្កាត់ក៏អត់ដែរទេហើយមកទល់ថ្ងៃនេះយើងក៏មិនឃើញមានរបាយការណ៍ដែលថាគណៈបកផ្សេងនៃការជាជំទប់ទី1ទី2
បង្កការលំបាកយ៉ាងនេះយ៉ាងនោះយើងគ្រាន់តែដឹងថាក្រោយពីការបោះឆ្នោតឆ្នាំ2022តំណែងជាជំទប់ទី1ឬជំទប់ទី2នោះគឺមិនត្រូវបានផ្ដល់ឲ្យភ្លាមទេគឺមានការចោលមិនផ្ដល់ការផ្ដល់ឲ្យមិនព្រមឲ្យជំទប់ដែលមកពីគណៈបកផ្សេងនោះមានសិទ្ធិចាត់ការងារធ្វើការងារនោះបានទៅទៀតដូច្នេះខ្ញុំថាបើយើងពិនិត្យទៅលើស្ថានភាពនៃយើងនិយាយថាប្រជាធិបតេយ្យចុះតែប្រជាធិបតេយ្យវាមានអីយើងត្រឡប់មកគិតវិញក៏ថាតើការចូលរួមពីសម្លេងភាគតិចនេះវាជាការចាំបាច់ឬអត់ជាការអះអាងជាសាធារណៈរដ្ឋាភិបាលបកកណ្ដាលគេថាយើងត្រូវការសម្លេងភាគតិចហើយវាជាគោលការណ៍ទៅទៀតថាគេហៅ check and balance ឬក៏តុល្យភាពអំណាចនេះវាជួយទៅដល់ការដឹកនាំការគ្រប់គ្រងនោះបានប្រសើរប្រកបដោយការទទួលខុសត្រូវហើយយើងក៏ឃើញឮច្រើនដងមកហើយពីអតីតនាយករដ្ឋមន្ត្រីគាត់ថាគាត់ចង់បានកញ្ចក់មួយទៅឆ្លោះមុខមាត់ពួកមន្ត្រីខិលខូចគាត់នឹងឲ្យវាឆ្លោះទៅវាឃើញមុខវាអាក្រក់អីទៅយើងដើម្បីលាបមុខលាបមាត់វាឲ្យល្អកែមុខកែមាត់វាណាអុយបើសិនណាជាអត់មានបកប្រឆាំងទេនោះវាគ្មានអ្នកណាទៅកែអ្នកណាកើតទេវា8 នាទីតំបន់ណានងគ្នាប្រព្រឹត្តតាមចិត្តទៅយើងដឹងហើយតាំងពីឆ្នាំ2000ក្រោយពីគណៈបកភ្លើងទៀននឹងមិនអនុញ្ញាតឲ្យចូលរួមបោះឆ្នោតឆ្នាំ2023ហើយអត់មានគណៈបកប្រឆាំងនៅក្នុងរដ្ឋសភាណារដ្ឋាភិបាលធ្វើអីច្បាប់អីក៏អត់ដឹងដូចជាច្បាប់វិសោធនកម្មស្ដីពីការរៀបចំប្រព្រឹត្តទៅនៃក្រុមប្រឹក្សាគុំសង្កាត់នេះអត់មានអាណាដឹងតុលាការអនុម័តឲ្យអនុម័តផ្អើលហើយខ្ញុំថាការប្រមូលអំណាចទាំងស្រុងពីលើរហូតដល់ក្រោមនេះមិនមែនជាលក្ខណៈនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបកទេអានឹងជាការអោបកសោបអំណាចហើយរបៀបអោបកសោបអំណាចនេះគេច្រើនតែអនុវត្តនៅក្នុងប្រទេសដែលកាន់របបផ្ដាច់ការឬក៏របបកុម្មុយនីសព្រោះក្នុងរបបផ្ដាច់ការឬរបបកុម្មុយនីសគេចាត់ទុករដ្ឋបកនិងរដ្ឋាភិបាលតែមួយទេមិនមែនដូចរបបសេរីប្រជាធិបតេយ្យសេរីពហុបករដ្ឋជាប្រទេសរបស់ទាំងអស់គ្នាបកគ្រាន់តែជាផ្នែកនៃក្រមនយោបាយរដ្ឋាភិបាលគឺជាអ្នកដឹកនាំប្រើដើម្បីផលប្រយោជន៍ប្រជារាស្ត្រប្រជាជាតិទាំងមូលនោះវាខុសគ្នាហើយដល់តែយើងឥឡូវវាច្បោកច្បល់រឿងបករដ្ឋនិងរដ្ឋាភិបាលនោះតែមួយហើយមិនដឹងជាអ្នកណាទៅជួយអ្នកណាកើតឥឡូវនេះអានឹងជាបញ្ហាខ្ញុំថាត្រូវអ្នកដឹកនាំប្រទេសត្រូវពិចារណាឡើងវិញពីព្រោះយើងពិសោធន៍ហើយការគ្រប់គ្រងផ្ដាច់ការអំណាចនេះនៅពេលដែលពលរដ្ឋមើលឃើញបញ្ហាដែលប៉ះពាល់ទៅដល់ជីវិតរស់នៅនិងសង្គមហើយมันអាចពឹងពាក់នរណាឲ្យទៅជួយនិយាយជួយតវ៉ាឲ្យបានណាអានឹងវាធ្វើឲ្យសង្គមនឹងវាច្បោកច្បល់យើងពិសោធន៍ទាំងអស់គ្នាហើយព្រោះការសម្រេចចិត្តឆ្នាំ1991គឺដោយសារតែយើងវាខំគ្នាកាប់ចាក់គ្នានឹងដើម្បីអំណាចយកទៅគ្រប់គ្រងរបៀបផ្ដាច់ការនោះហើយប៉ុន្តែបើសិនណាជាយើងចង់រស់នៅជាមួយគ្នាយូរអង្វែងដោយគោរពគ្នាទៅវិញទៅមកត្រូវតែផ្លាស់ប្ដូរផ្នត់គំនិតនៃការគ្រប់គ្រងនេះជាបន្ទាន់ខ្ញុំថាធ្វើបែបនេះខុសហើយត្រូវតែផ្ដល់លទ្ធភាពឲ្យមានយោបល់អ្នកដែលមិនស្របហើយយកទៅពិចារណាខ្ញុំមិនជឿថាពួកដែលមិននៅក្នុងរដ្ឋាភិបាលនោះមានយោបល់សិតតែជាយោបល់ផ្ដេសផ្ដាស់ធ្វើឲ្យយឺតការងាររដ្ឋាភិបាលទេខ្ញុំជម្រាបថាដូចជាការយើងក៏និយាយរឿងចាស់យើងនិយាយរឿងតែថ្មីអារឿងបកគោលភ្លើងអីតម្លៃប្រមាណលានរៀលអីហ្នឹងអានឹងវាដោយសារខ្ញុំជឿថាមានទំនាស់ផ្ទៃក្នុងទេបើសិនណាជារឿងនឹងគណៈបកនៅក្នុង
ឃុំសង្កាត់និងមូលដ្ឋាននោះឬក៏រដ្ឋាភិបាលទទួលស្គាល់នៅការផ្ដល់ការសម្រេចចិត្តការចាយវាយជាព័ត៌មានសាធារណៈឲ្យពលរដ្ឋចូលរួមតាមដានណាព្រោះនៅក្នុងច្បាប់ស្តីពីការរៀបចំប្រព្រឹត្តទៅនៃក្រុមប្រឹក្សាឃុំសង្កាត់នេះនៅពេលប្រជុំម្ដងក៏គេឲ្យពលរដ្ឋចូលរួមដែរតើឃុំសង្កាត់នេះបានធ្វើការងារនោះហើយឬនៅខ្ញុំមិនជឿថាមានពលរដ្ឋណាត្រូវបានអនុញ្ញាតប៉ុន្មានទេប្រហែលជាមានខ្លះប៉ុន្តែជាទូទៅនឹងប្រហែលជាមិនមានទេហើយបើនៅគ្នាសម្រាប់អីស្ងាត់បែបនឹងតើហេតុផលអីព្រោះគេយើងធ្វើការបម្រើរាជបម្រើប្រជាពលរដ្ឋដោយបើយើងនាំគ្នាធ្វើសម្រាប់តែគ្នាឯងស្ងាត់ប្រជាជាតិដែលជាម្ចាស់ទឹកម្ចាស់ដីអត់ទាំងដឹងថាតើតំណាងរបស់ពួកគាត់ធ្វើអីផងនោះតើយើងជាអ្នកដឹកនាំគួរខ្មាស់អៀនដែរឬទេអានឹងខ្ញុំចេះតែឆ្ងល់ទេពីព្រោះសភាពការវាដូចជាងងឹតទៅតឹងតែងទៅហើយធ្វើដើម្បីអីហើយខ្ញុំថាបើសិនណាជាគណៈបកកណ្ដាលអំណាចចង់កាន់អំណាចយូរគួរតែត្រូវដឹងថាពលរដ្ឋនឹងសប្បាយចិត្តរឿងអីមិនសប្បាយចិត្តរឿងអីការដឹងពលរដ្ឋចរន្តនៃពលរដ្ឋសប្បាយចិត្តមិនសប្បាយចិត្តមិនបំបិតមាត់គាត់ចាប់គាត់យកទៅដាក់គុកទេជួនកាលនិយាយទូរស័ព្ទតែគ្នាឯងទៀតចាប់គ្នាយកទៅដាក់គុកមិនអញ្ចឹងទេឲ្យគេមានមតិទៅយើងដឹងថាពលរដ្ឋអញវាអត់ធ្វើសប្បាយចិត្តរឿងអីវាបញ្ហាអីហើយយើងដោះស្រាយទៅហើយគណៈបកក្រៅរដ្ឋាភិបាលក៏ចូលរួមដោះស្រាយទៅអានឹងជាមធ្យោបាយធានាប្រទេសនេះគឺនឹងមានសន្តិភាពជានិរន្តរ៍ជាមួយគ្នានោះត្រូវតែរៀបចំស្ថាប័នជាតិស្ថាប័នជាតិតុលាការគោជបគោបាលរដ្ឋបាលសាធារណៈឲ្យទៅជាស្ថាប័នរបស់ជាតិមិនមែនស្ថាប័នរបស់បកទេក្រុមប្រឹក្សាឃុំសង្កាត់មេឃុំចៅសង្កាត់ក៏មិនមែនមេឃុំបកណានៅពេលដែលជាប់ឆ្នោតហើយគាត់ជាមេឃុំរបស់ពលរដ្ឋនៅក្នុងមូលដ្ឋានរបស់គាត់គឺត្រូវបម្រើពលរដ្ឋមុនគេមិនអាចយកទៅជាតំណាងឲ្យបកតាមស៊ើបកិត្តគាត់ធ្វើបាបគាត់ហើយមិនផ្ដល់ផលប្រយោជន៍ដល់គាត់នៅពេលណាដែលគាត់មិនសប្បាយចិត្តជាមួយបករបស់ខ្លួនឬយ៉ាងនេះយ៉ាងនោះទេនេះជាការព្រួយបារម្ភរបស់ខ្ញុំមែនទេពួកខ្ញុំបានចូលរួមការងារនយោបាយនេះក៏វាច្រើនឆ្នាំហើយគេតែចង់បានថាបើប្រទេសជាតិនេះមានស្ថាប័នរឹងមាំហើយយើងនាំគ្នាពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបកនិងការគោរពសិទ្ធិមនុស្សទៅអានោះយើងរស់នៅដោយគោរពគ្នាដោយថ្លៃថ្នូរដែលអត់មានការភ័យខ្លាចពីបញ្ហាដែលអាចកើតមានជាយថាហេតុទៅដល់យើងដែលជាសមាជិករបស់សង្គមនៅក្នុងបច្ចុប្បន្ននិងទៅអនាគតនោះបាទសូមអរគុណអាដាមបាទអរគុណអាដាមដែលបានមានប្រសាសន៍លម្អិតក្បោះក្បាយហើយខានស្ដាប់ប្រសាសន៍អាដាមយូរអាដាមដូចជាតឹងទ្រូងណាមានប្រសាសន៍នៅថ្ងៃនេះហើយចំចំណុចច្បាស់លាស់មែនតើហើយជាការព្រួយបារម្ភជ្រាលជ្រៅណាស់ក្នុងនាមជាអ្នកនយោបាយចាស់ភាសាយូរហើយអាដាមបានដឹងកិច្ចការងាររាជជ្រៅនៅក្នុងប្រទេសនេះអំពីបញ្ហាប្រឈមហើយដែលអាដាមបារម្ភទាក់ទងទៅនឹងស្ថានភាពការកែប្រែច្បាប់នេះដែលអាដាមហៅថាជាការក្រសោបអំណាចតែម្ដងហើយវាជាគំរូរបៀបផ្ដាច់ការតែម្ដងលែងមានគោលការណ៍ប្រជាធិបតេយ្យអីហើយអាដាមតើការដឹកនាំរបៀបនេះការដែលយើងឃើញពីលើទៅដល់ក្រោមឥឡូវនេះដល់ថ្នាក់ឃុំសង្កាត់តែម្ដងព្យាយាមកសោបអំណាចលែងមានឲ្យសម្លេងប្រឆាំងនឹងតវ៉ាជំទាស់ជជែកដេញដោលរកខុសរកត្រូវដើម្បីធ្វើឲ្យរឿងនឹងមានតម្លាភាពហើយដូចជាតាមពិតអាការជជែកការដេញដោលគ្នានៅក្នុងចំណោមនេះនឹងនៅប្រទេសប្រជាធិបតេយ្យគេប្រកាន់ហើយធ្វើឲ្យការអនុវត្តការងារនឹងវាមានប្រសិទ្ធភាពវាមានតម្លាភាពហើយបានទៅដល់ប្រជាពលរដ្ឋជាក់ស្ដែងតែម្ដងជាជាងការដែលមនុស្សដែលតែមួយក្រុមគ្នាឯងហ្នឹងទៅវាមិនមានការដេញដោលមិនមានការត្រួតពិនិត្យមិនមានការប្រព័ន្ធ check in balance អីចឹងទៅវាធ្វើឲ្យការងារហ្នឹងវាបាត់បង់ទំនុកចិត្តហើយមិនអាចទៅដល់ប្រជាពលរដ្ឋអីចឹងទៅ
តើអាដាមមើលឃើញថាការដែលអនុវត្តប្រព័ន្ធបែបនេះអាដាមមើលឃើញថាតើប្រជាពលរដ្ឋដែលក្រៅតែពីមន្ត្រីខាងគណៈបកប្រឆាំងដែលទទួលបានការគ្រប់គ្រងហ្នឹងច្បាស់ណាស់តែគាត់នឹងអាចប្រឈមនឹងការបាត់សម្លេងឆ្នោតដែរតើប្រជាពលរដ្ឋវិញប្រជាពលរដ្ឋគាត់អាចរងគ្រោះអីយ៉ាងម៉េចដែរពីការអនុម័តច្បាប់បែបនេះបាទអត់មានទៅនរណាទៅពឹងពាក់បានទៀតទេយើងដឹងហើយពីដើមខ្ញុំផ្ទាល់ក៏ធ្លាប់ពលរដ្ឋឲ្យបាត់បង់ដីធ្លីមិនមែនបាត់បង់ដីធ្លីដោយមានការកាត់សេចក្តីតាមច្បាប់ភូមិបាលទេណាការកាត់សេចក្តីការរំលោភដីធ្លីគេយកសជួនណសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីទៅកាត់យកដីពលរដ្ឋនោះបំពេញច្បាប់ដែលមានយុទ្ធនាមានទៅទៀតហើយគាត់មកពឹងយើងទៅតវ៉ាជូនគាត់រកយុត្តិធម៌ជួនកាលមន្ត្រីដែលលួចប្លន់ដីវិជារាជនោះវាខ្មាស់អៀនទៅដល់ពេលដែលយើងជាតំណាងរាស្ត្រមានអភ័យឯកសិទ្ធិហើយលើកការកិច្ចការនៅក្នុងរដ្ឋសភាឬក៏ធ្វើលិខិតតាមរយៈប្រធានសភាអីដើម្បីឲ្យគេធ្វើការវេកមុខស្រាវជ្រាវទៅវាជួយបានមួយផ្នែកដែរហើយយើងជួយតែរឿងបញ្ហាលំបាករបស់ពលរដ្ឋទេដែលអ្នកវាមិនអាចអ្នកទៅរំលោភនោះមានសិលធម៌អីទៅនឹកឃើញកំហុសរបស់ខ្លួនវាអត់វាទៅតែអ្នកក្រៅក្រុមដែលប្រព្រឹត្តអំពើអាក្រក់ហ្នឹងជួយមើលជួយប្រាប់និងជួយហាមឃាត់ហើយឲ្យប្រជាពលរដ្ឋជាអ្នកកាត់សេចក្តីបើកសេរីភាពឲ្យពលរដ្ឋហ្នឹងរើសអ្នកដែលល្អដែលគាត់ទុកចិត្តហ្នឹងមកជាតំណាងគាត់ចុះបើយើងនាំគ្នាបិទច្រកអស់ហើយមិនឲ្យមានគាត់រើសតំណាងហើយអាអ្នកកសែតសេរីឯករាជ្យនោះក៏អត់មានទៅទៀត NGO អង្គការមិនមែនរដ្ឋាភិបាលនៅមួយពីរនោះក៏គ្នាលើដែរដូចពិបាកទៅជួយចេញមុខអីច្បាស់លាស់នោះក៏ពិបាកទៅទៀតដូច្នេះវាធ្វើឲ្យបាត់បង់សេចក្តីសង្ឃឹមបាទនៅក្នុងប្រទេសក្នុងពិភពលោកវាមានប្រទេសដែលគណៈបកមួយកាន់អំណាចហើយយើងមិនទៅមើលឆ្ងាយខ្លះគេឲ្យឧទាហរណ៍ពីរឿងសិង្ហបុរីអីយើងក៏អាចឲ្យបានដូចគ្នាដែរគណៈបកលីខ្វាន់យូនេះគ្រប់គ្រងតាំងពីគាត់បង្កើតប្រទេសមកឆ្នាំ1965មកដល់ឥឡូវគណៈបកនោះកាន់តែដដែលទេនៅតែគ្រប់គ្រងដដែលទេប៉ុន្តែមិនបានគេកាន់ឲ្យពលរដ្ឋគេសប្បាយចិត្តគេនៅតែគ្រប់គ្រងដោយមានការបោះឆ្នោតគ្រប់គ្រងជានិច្ចនិរន្តរ៍ពីព្រោះគេស្ដាប់ពលរដ្ឋគេធ្វើឲ្យប្រទេសគេមាននីតិរដ្ឋពិតប្រាកដស្ថាប័នជាតិគេពឹងពាក់បានទៅតុលាការគឺតុលាការគេកាត់សេចក្តីរកខុសត្រូវឲ្យមិនមែនយកអានេះលុយជាធំនគរបាលគេមានប្រសិទ្ធភាពចាប់ពួកលក់គ្រឿងញៀនបានយកទៅផ្ដន់ទាទោសរហូតដល់មានការសម្លាប់អីកាត់ទោសប្រហារជីវិតអីអានោះគេធ្វើមិនឲ្យពលរដ្ឋគេពេញចិត្តយើងអត់ទាំងអស់បុគ្គលលួយដូចជាមិនទាន់ឃើញអីមានអីដែលធំដុំដែលយើងគួរតែធ្វើឲ្យមន្ត្រីខិលខូចពុករលួយនឹងខ្លាចរអាបើយើងធ្វើតែបន្តិចទៅណាខ្ញុំថាមិនបាច់ទៅរកវិនិយោគទុនក្រៅប្រទេសអីពិបាកទេគ្រាន់តែតាមដានពួកអ្នកធំដែលមានលុយរាប់សិបលានណាតែបន្តិចទៅណាពួកនឹងយកលុយទៅបង្កើតអាជីពហើយកើតក្រុមហ៊ុនបង្កើតអីបង្កើតការងារខ្លួនឯងលុយច្រើនណាស់អ្នកដែលមានលុយនៅកម្ពុជាណារួចទៅគេខ្លាចទៅតាមរកសួរគេពីមូលហេតុគេមានលុយច្រើនគេថាខ្ញុំមានក្រុមហ៊ុនខ្ញុំមានកម្មករខ្ញុំមានកើតរោងចក្រដូចដល់ឥឡូវមានតែអាណាសួរណាមានអីក៏មានតែមានកប៉ាល់ហោះប្រមាណក៏មានទៅធ្វើអីក៏ធ្វើទៅគឺអត់បកប្រឆាំងទៅទៀតអាហ្នឹងគឺធ្វើឲ្យអត់មានការខ្លាចរអាទេលោកធំមកធ្វើរះម្ដងមិនដឹងខ្លួនមកធ្វើជាប្រជារាស្ត្រធម្មតាសប្តាហ៍តើវាពិបាកអីខ្លះអង្គុយតូបកាហ្វេជាមួយខ្ញុំម្ដងដឹងទៅអ្នកស្រុកគេទៅឧបត្ថម្ភគេធុញត្រាន់អីខ្លះដូច្នេះបើបិទមាត់ណាអត់ដឹងទេតែបើបើកមាត់ណាដឹងហើយនាំនេះធ្វើទៅក្រសួងមន្ត្រីមួយត្រូវមានតើបំរើប្រជារាស្ត្រឲ្យធ្វើការងាររបស់ខ្លួនបាទអាដាមលោកហ៊ុនម៉ាណែតដែលគាត់ទទួលបានការអប់រំពីប្រទេសលោកខាងលិចហើយកន្លងមកគេក៏ធ្លាប់ផ្ដល់ក្តីសង្ឃឹមដែរថា
ជាឈាមថ្មីគាត់ឡើងមកអាចនឹងធ្វើឲ្យមានចំណុចវិជ្ជមាននៅក្នុងប្រទេសកម្ពុជាក៏ប៉ុន្តែបន្តិចម្ដងរយៈពេលនៃការកាន់អំណាច3ឆ្នាំរបស់គាត់នេះស្ថានភាពកាន់តែតានតឹងទៅការរដ្ឋបတ်សម្លេងប្រឆាំងការប្រក្រាបអត់ឈប់ឈរទៅលើសម្លេងប្រឆាំងអ្នករិះគន់នេះចាប់ទាំងប្រសង់ចាប់ទាំងគ្រូបរិញ្ញាអ្នកណាដែលឈឺឆ្អាលរឿងសង្គមជាតិនឹងចាប់មិនត្រឹមតែចាប់ទេឥឡូវនឹងបង្កើតច្បាប់អីរឿងមកក្តោបសម្លេងបកក្តោបយកកសោបអំណាចនៅថ្នាក់មូលដ្ឋានអីជាដើមតើការធ្វើបែបនេះជាការដែលរដ្ឋាភិបាលនឹងគាត់ធ្វើអញ្ចឹងគណៈបកកណ្ដាលអំណាចធ្វើអញ្ចឹងជាការជួយដល់លោកហ៊ុនម៉ាណែតឬក៏ជាការបង្កបញ្ហាទៅឲ្យលោកហ៊ុនម៉ាណែតទៅវិញទេនៅពេលដែលបង្កើតបញ្ហាទាំងអស់នេះនៅពេលដែលពលរដ្ឋមិនសប្បាយចិត្តគូតែលោកហ៊ុនម៉ាណែតដែលគាត់ឡើងកាន់អំណាចនេះគូតែកែប្រែធ្វើឲ្យស្ថានភាពនេះវាល្អប្រសើរហើយពលរដ្ឋមានទំនុកចិត្តឡើងវិញទេឬក៏អាការធ្វើអញ្ចឹងគេអាចរឹងមាំទៅអំណាចហ្នឹងឬក៏យ៉ាងម៉េចដែរអាដាមបាទខ្ញុំក៏ពិបាកយល់ដូចទៅលោកថាថៃដែរដូចជាពលរដ្ឋដែរខ្ញុំនិយាយត្រង់លោកហ៊ុនម៉ាណែតណាហើយជាពិសេសភរិយាគាត់ណាមានលក្ខណៈថ្លៃថ្នូរភរិយាគាត់លោកតែនិយាយពីសិលធម៌ល្អពីចរិតរបស់មនុស្សត្រូវធ្វើយ៉ាងណាឲ្យមានភាពថ្លៃថ្នូរគួរជាទីគោរពអីគាត់លោកជំទាវទី1នៅកម្ពុជាគឺគាត់មានលក្ខណៈល្អមែនទេខ្ញុំសរសើរគាត់តែគាត់រៀនសូត្រនឹងពូជពងគាត់ថ្លៃថ្នូរណាស់បាទខ្ញុំសរសើរខ្ញុំហើយពេលដែលលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតគាត់សន្យាបែបនេះបែបនោះទៀតខ្ញុំនឹកថាខ្ញុំមានសង្ឃឹមមែនទេវាមែនទេនេះចាស់ហើយមកជីវិតចង់ឃើញស្រុកខ្មែរឲ្យមានការគ្រប់គ្រងល្អទេមិនទៅចង់ឈ្នះចាញ់អស់លោកណាទេរៀបចំមានរបៀបទេក៏ប៉ុន្តែវាមកទល់ថ្ងៃនេះវាអត់ទាន់ឃើញលទ្ធផលអ្វីដែលជាសម្ដីហ្នឹងវាចេញជាផ្លែផ្កាគឺមិនដឹងថាការគ្រប់គ្រងបច្ចុប្បន្ននេះវាមានអំណាចប្រមាណប្រភពខ្ញុំថាបើសិនណាជាគាត់មានអំណាចមូលនៅតែគាត់ក៏ប្រហែលគាត់អាចធ្វើបានឬយ៉ាងម៉េចហើយខ្ញុំបានអំពាវនាវច្រើនហើយថាខុសគ្នាខុសបន្តិចបន្តួចមានអ្នកអាខ្លះនោះមានពិការផងព្រោះនៅគ្នាសំដីជិះចាប់តិចទៀតយកគ្នាទៅដាក់គុកដែរមួយដោះលេងទៅគឺមិនដឹងជាទុកគ្នាដល់ណាទៀតទេគ្នាប្រមាណអ្នកហ្នឹង100អ្នកហ្នឹងហើយអំពើអក្រិតរបស់គ្នានោះដូចជាមិនមានអីដែលជាធំដុំធ្វើឲ្យប៉ះពាល់ទៅដល់សន្តិសុខសង្គមវាប៉ះពាល់លើអីខ្ញុំក៏មិនដែលឃើញអាខ្លះនិយាយទូរស័ព្ទគ្នាតែ2នាក់សោះក៏ប៉ះពាល់សន្តិសុខសង្គមដែរវាដូចជាវាហួសហេតុពេកដូច្នេះខ្ញុំមិនទាន់ហ៊ាននិយាយអីច្រើនទេបាទខ្ញុំនៅតែសង្ឃឹមមិនទាន់ស្លាប់ទេនៅរស់ចាំមើលតែគាត់នៅពេលណាមួយគាត់អាចនឹងធ្វើការសម្ដែងការនិយាយនឹងសកម្មភាពនឹងវាស៊ីគ្នាដែលធ្វើឲ្យពលរដ្ឋនឹងកក់ក្ដៅទៅនឹងសម្ដីសម្ដៅរបស់អ្នកដឹកនាំបានបាទអាដាមតកតងទៅនឹងការងាកមករឿងកែប្រែច្បាប់នេះអាដាមមើលឃើញថាករណីនេះអាចឈានដល់ការបែកបាក់ជាតិអីទេនៅពេលដែលមានការបែងចែកទូនាទីទៅធម្មតាពលរដ្ឋគាត់បោះឆ្នោតឲ្យគណៈបកផ្សេងនឹងទៅធ្វើជាតំណាងរបស់គាត់ឧទាហរណ៍គាត់បោះឆ្នោតឲ្យគណៈបកលេខរៀងលំដាប់លេខរៀងទី2ជាគណៈបកប្រឆាំងចោះគណៈបកកណ្ដាលអំណាចបានលេខ1ហើយគណៈបកប្រឆាំងមួយទៀតដែលពួកគាត់មកក្រុមធំប្រជាពលរដ្ឋបោះឆ្នោតឲ្យបានទៅជាតំណាងរបស់ពួកគាត់លេខរៀងទី2ដែលអាចថាជាចៅសង្កាត់រងទី1ឬក៏ជាជំទប់ទី1អីចឹងទៅដែលជាសម្លេងរបស់គាត់អញ្ចឹងទៅបាទតើនៅពេលដែលព្យាយាមផ្ដាច់មុខយកកសោបអំណាចគណៈបកណាឈ្នះអីបែបនេះយកទៅកសោបអំណាចអីជាពិសេសគណៈបកប្រជាជនកម្ពុជាការដែលអនុម័តច្បាប់នេះគេមានទិសដៅថាគេនឹងកសោបយកអំណាចបានទាំងអស់បានជាគេអនុម័តច្បាប់នេះតើវាឈានដល់ធ្ងន់ធ្ងរដល់ការបែកបាក់ជាតិធ្ងន់ធ្ងរដែរទេពីព្រោះថាមានការរើសអើងនយោបាយមានការខណ្ឌមានការស្អប់ខ្ពើមគ្នាឲ្យកាន់តែខ្លាំងលេងចេះសហការគ្នាធ្វើការជាធីមជាក្រុមជាមួយគ្នាមកពីគំនិតណាអីក៏ដោយអាចអង្គុយធ្វើការដូចគ្នាលេងដូចមុនហើយវាទៅជាឃើញស្អប់គ្នាគុំគូនគ្នាបែកបាក់ធ្ងន់ធ្ងរមែនទេឬក៏យ៉ាងម៉េចដែរអាដាម
វាមិនរឿងអីទៅបែកកើតទេព្រោះពលរដ្ឋខ្លាចហើយសុំខ្លាចហើយបាទយើងនិយាយមិនបានយើងឲ្យយុត្តិយោបល់មិនកើតយើងមិនអាចនឹងទៅចូលរួមក្នុងឋានៈជាអ្នកដែលមានអំណាចមូលដ្ឋានអីបន្តិចបន្តួចចូលរួមបំពេញការងារដើម្បីឲ្យពលរដ្ឋប្រៀបធៀបគ្នារវាងបកកណ្ដាលអំណាចនិងបកនៅក្រៅអំណាចហ្នឹងតើគាត់ជួយឲ្យបានព្រោះមូលដ្ឋាននេះវាមានក្រុមប្រឹក្សាសំបីជំទប់ទី1ជំទប់ទី2មានអំណាចមួយចំនួនដែរគាត់ទោះបីជាគាត់ជាអ្នកជួយជំនួយការដល់មេឃុំចៅសង្កាត់ហើយពលរដ្ឋគេអាចឆ្លោះបញ្ចាំងថានេះដូចជាមានសកម្មភាពជួយប្រជារាស្ត្របានល្អណាស់អាចនឹងយើងសង្ឃឹមថាបើថ្ងៃណាមួយគាត់បានធ្វើជាមេឃុំប្រហែលជាយើងបានភាពកក់ក្ដៅកាន់ប្រសើរហើយបើយើងអត់ទេមានតែសមាជិកទេហើយសមាជិកក្នុងដែលភាគច្រើនជាអ្នកដំណាក់បកកណ្ដាលអំណាចទៅទៀតគេធ្វើអីក៏គេធ្វើទៅគឺខ្លួនឯងគាត់ណាពាក្យពលរដ្ឋពឹងពាក់អីក៏មិនដឹងទៅជួយយ៉ាងម៉េចការបើអ្នកនៅក្នុងការសម្រេចចិត្តលើការងារមូលដ្ឋានហ្នឹងគឺមកពីគណៈបកតែមួយទេដូច្នេះវាធ្វើឲ្យវាបាត់បង់គេការពិតធ្វើបាត់បង់ការងារមួយចំនួនដែលគណៈបកក្រៅរដ្ឋាភិបាលអាចប្រើប្រាស់ទួនាទីនៅមូលដ្ឋានហ្នឹងទាក់ទាញការគ្រប់គ្រងដែរហើយដល់អស់ទាំងអស់ទូទៅវាមិនដឹងជាទៅយ៉ាងម៉េចទៅទៀតអានឹងយើងចាំអាចជាចេតនារបស់គណៈបកកណ្ដាលអំណាចដែលព្យាយាមលុបបំបាត់មិនចង់ឲ្យខាងគណៈបកប្រឆាំងនឹងមានស្នាដៃអីឲ្យពលរដ្ឋមើលឃើញតែម្ដងដែរទេពីព្រោះកាលមានគណៈបកសង្គ្រោះជាតិបោះឆ្នោតឆ្នាំ2017មានគណៈបកសង្គ្រោះជាតិមានមេឃុំពីគណៈបកសង្គ្រោះជាតិចៅសង្កាត់ពីគណៈបកសង្គ្រោះជាតិនឹងច្រើនហើយពលរដ្ឋចាប់ផ្ដើមសប្បាយចិត្តនៅពេលដែលមានមេឃុំចៅសង្កាត់មកពីគណៈបកប្រឆាំងកាលនោះគឺចាប់ផ្ដើមធ្វើការបម្រើសេវាជូនប្រជាពលរដ្ឋហ្នឹងបានលឿនរហ័សហើយពលរដ្ឋពេញចិត្តគ្រប់គ្នាអញ្ចឹងទៅពលរដ្ឋក៏ស្រឡាញ់ពេញចិត្តអីដូច្នេះអ្វីដែលខាងគណៈបកកណ្ដាលអំណាចព្យាយាមធ្វើនេះជាការដែលព្យាយាមកុំឲ្យឃើញស្នាដៃកុំឲ្យឃើញត្រាមានឈ្មោះមន្ត្រីគណៈបកប្រឆាំងនៅពេលដែលពួកគាត់ចង់វាយបញ្ជីអីមួយចុះបញ្ជីអីមួយទៅអាចជាការលុបបំបាត់អីចឹងគេចង់ឲ្យតែគ្នាគេពីលើដល់ក្រោមហ្នឹងសិតតែជាមនុស្សរបស់គណៈបកកណ្ដាលអំណាចដែលថាជាអ្នកជួយប្រជាពលរដ្ឋអីចឹងទេឬមិនដែរវាអាចអញ្ចឹងដែរពីព្រោះខ្ញុំចាំដែរព្រោះកាលឆ្នាំ2017ខ្ញុំនេះជាគណៈបកដល់ទូនាទីដើម្បីនឹងបង្ហាត់បង្ហាញឲ្យមានគុំចៅសង្កាត់គណៈបកសង្គ្រោះជាតិនេះផ្ដល់សេវាល្អត្រឹមត្រូវជូនពលរដ្ឋឆាប់រហ័សមិនពុករលួយរាក់ទាក់រស់រាយយើងបង្រៀនមេឃុំយើងឲ្យគាត់ធ្វើការយ៉ាងមែនខ្ញុំសរសើរមែនទែនខ្ញុំរំភើបណាស់ថាប្រជាធិបតេយ្យនៅកម្ពុជាជាលើកទី1ហើយដែលពលរដ្ឋមូលដ្ឋានបានស្គាល់បានផលពីលទ្ធិប្រជាធិបតេយ្យពួកពេលនោះគាត់ទៅសាលាឃុំមេឃុំទៅហៅរោគាត់ដល់សេវាឲ្យគាត់ហើយយើងឃើញតែតាមសាលាឃុំសង្កាត់របស់គណៈបកសង្គ្រោះជាតិណាមនុស្សទៅទទួលសេវាសម្បើមមកមិនដែលមានពីមុនមកទេហើយពេលនោះខាងមេឃុំបកមួយទៀតនោះឃើញសភាពការបែបនោះគាត់ក៏ខំធ្វើល្អដែរខំផ្ដល់សេវាខំឲ្យយើងទៅគូនាំឲ្យពលរដ្ឋនឹងបានទទួលផលទៅសប្បាយចិត្តទាំងអស់គ្នាហើយចុះបើដល់មកធ្វើរបៀបនេះមានតែបកមួយអត់មានទៅឃើញមានលទ្ធភាពប្រណាំងប្រជែងក្នុងការជួយពលរដ្ឋធ្វើអីធ្វើទៅប្រកាន់ទៅអ្នកឯងមកពីបកឯងនៅកាន់បកមួយទៀតឯងអត់ឲ្យសេវាអត់ជួយអីចឹងទៅធ្វើឲ្យអាភាពរើសអើងកាន់តែខ្លាំងហើយដូចខ្ញុំបានជម្រាបខាងដើមគេគ្រប់គ្រងប្រទេសគេត្រូវដឹងពលរដ្ឋនឹងមានអារម្មណ៍យ៉ាងម៉េចដល់វាបាត់ដឹងអារម្មណ៍ពលរដ្ឋហើយណាពលរដ្ឋដល់កអានោះខ្ញុំមិនដឹងជាគេអាចធ្វើអីទេនឹងយើងមិនអាចសន្និដ្ឋានទេព្រោះប៉ុន្តែអ្នកដឹកនាំដែលឆ្លៀសវៃគឺគេធ្វើមិនឲ្យពលរដ្ឋសប្បាយចិត្តដល់យុទ្ធធម៌ឲ្យគាត់ផ្ដល់សេវាល្អឲ្យគាត់ស្ដាប់គាត់តាមរយៈនៃការផ្ដល់ឲ្យគាត់មានតំណាងរបស់គាត់តំណាងទិសបីនៅក្នុងបកក្រៅរដ្ឋាភិបាលបកប្រឆាំងឲ្យគាត់មានតំណាងរបស់គាត់ដើម្បីយើងជាអ្នកគ្រប់គ្រងដឹងថាតើខាងអ្នកដែលមិនបានមកគ្រប់គ្រងយើងនោះគេចង់បានអីវាមានបញ្ហាអី
ហើយយើងនេះ បា ពិ ទ ចារណានឹងសម្រេចតើឲ្យក៏ភ័យខ្លាំងម្ល៉េះហើយក៏ភ័យគឺនៅ បា ជា ទ មតិយោបល់របស់ក្រុមប្រជាពលរដ្ឋដែលអឺគ្រប់គ្រងគណៈបកក្រៅរដ្ឋាភិបាលនោះហើយទៅក៏យើងមិនអោយគាត់មានតំណែងឬក៏មានលទ្ធភាពបម្រើពលរដ្ឋនឹងបានខ្លះផងនឹងខ្ញុំថាការអនុវត្តនេះវាអត់ល្អទេបាទមើលបានកែឲ្យបានឆាប់បានខ្ញុំសប្បាយពលរដ្ឋនឹងសប្បាយព្រោះខ្ញុំមិនជឿថាលិខិតរបស់ក្រុមនយោបាយក្រៅរដ្ឋាភិបាលប្រមាណអ្នកនឹងធ្វើឲ្យប្រធានព្រឹទ្ធសភានឹងកែចិត្តអីទៅកែអីកើតទេអានេះខ្ញុំហ៊ានធានាមកគ្មានអីទៅកែទេនៅតែដែរហ្នឹងនៅចេញពីរដ្ឋសភាទៅយើងមិនដឹងមកណាដូច្នេះខ្ញុំ បាទ ស្ដាយណាស់និយាយមែនទេណាចង់ជួយណាចង់ជួយឬនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតគាត់ថាគាត់ចង់ស្ដាប់គាត់ចង់អីខ្ញុំគាត់នឹកឃើញថាយីល្អណាស់មិនដែលមាននាយករដ្ឋមន្ត្រីហើយគាត់ក៏ល្អដែរគាត់មិនដែលហ៊ានជេរប្រមាណអ្នកណាទេខ្ញុំឃើញលក្ខណៈល្អមួយចំនួនណាដូច្នេះសូមឲ្យមានការប្រែប្រួលឡើងហើយបើអាចធ្វើបានណាចាប់ផ្ដើមពីច្បាប់ការរៀបចំប្រព្រឹត្តទៅនៃក្រមប្រសាឃុំសង្កាត់ឲ្យសូមមេត្តាឲ្យព្រឹទ្ធសភានឹងបដិសេធទៅហើយយកមកកែប្រហែលអីដូចច្បាប់មុននឹងវិសោធនកម្មទៅអានោះខ្ញុំថាធ្វើឲ្យប្រជារាស្ត្រលោកសប្បាយចិត្តណាធ្វើឲ្យគណៈបកទៅក្រៅរដ្ឋាភិបាលក៏រីករាយដែរនឹងសហការគ្នាជាមួយបកកណ្ដាលអំណាចកាន់តែល្អប្រសើរឡើងបាទ បាទអាដាមថាងធ្លាប់ឮលោកហ៊ុនម៉ាណែតថាគាត់ចង់ស្ដាប់សម្លេងអីរិះគន់អីបែបស្ថាបនាយើងទៅគាត់ហាក់ដូចជានិយាយមកពេលខ្លះខ្ញុំស្ដាប់យ៉ាងដែរស្ដាប់ទៅដូចជាទុនភ្លុនដូចជាបើកចិត្តប៉ុន្តែដល់យើងមើលអាស្ថានភាពជាក់ស្ដែងវាផ្ទុយទៅវិញដូច្នេះអ្វីដែលទង្វើរបស់លោកហ៊ុនម៉ាណែតហាក់ដូចជាគាត់ព្យាយាមនិយាយតែល្អគាត់ចេះនិយាយគាត់ធ្វើនិយាយពីរឿងប្រជាធិបតេយ្យគាត់និយាយពីប្រជាធិបតេយ្យដែរយ៉ាងទៅរឿងសិទ្ធិមនុស្សគាត់និយាយពីរឿងសិទ្ធិមនុស្សអីយ៉ាងទៅគាត់និយាយច្បាប់រឿងអីហ្នឹងនិយាយប៉ុន្តែអារឿងជាក់ស្ដែងផ្សេងទៀតគឺនៅតែបន្តធ្វើបាបនៅតែបន្តបំបិតលំហសិទ្ធិបញ្ចេញមតិឬក៏សិទ្ធិនយោបាយសេរីភាពរបស់ប្រជាពលរដ្ឋនៅតែមានហូរហែយ៉ាងទៅដូចជាមិនមានករណីធូរស្រាលទេនិយាយអំពីការប្ររូបរួមជាតិប៉ុន្តែបង្កើតច្បាប់បង្កើតសកម្មភាពជាច្រើនដែលបំបីបំបាក់អីយ៉ាងទៅហាក់ដូចជាមិនឃើញមានអ្វីដែលគាត់និយាយហ្នឹងវាអត់ចេញមកអញ្ចឹងទេលោកបណ្ឌិតឡើងបង្ហាយគាត់ធ្លាប់បានលើកឡើងថាមនុស្សដែលហ៊ានភូតកុហកដែលហ៊ាននិយាយភូតកុហកហើយមនុស្សហ្នឹងគឺសាហាវអាចធ្វើអ្វីបានគ្រប់យ៉ាងគាត់បដូរទៅអញ្ចឹងពីព្រោះមនុស្សដែលហ៊ានពុតត្បុតហ៊ានកុហករឿងតូចតាចហើយមនុស្សហ្នឹងអាចហ៊ានធ្វើអ្វីដែលយើងមិននឹកស្មានដល់អាដាមតាក់ទងទៅនឹងរឿងច្បាប់ស្ដីពីការកែប្រែច្បាប់ស្ដីពីរដ្ឋបាលឃុំសង្កាត់នេះពីព្រោះខ្ញុំធ្លាប់មានបទពិសោធន៍ខ្លួនឯងកាលដែលមានការផ្លាស់ប្ដូរការបោះឆ្នោតឃុំសង្កាត់នេះមានមេឃុំមានចៅសង្កាត់មកពីគណៈបកប្រឆាំងគណៈបកសង្គ្រោះជាតិនៅកាលនោះខ្ញុំខ្លួនឯងក៏ធ្លាប់ទទួលបានសេវាដែរពេលដែលខ្ញុំទៅធ្វើសម្បត្តិកំណើតអីយ៉ាងទៅសម្បត្តិកំណើតកូនពេលនោះគឺចាប់ផ្ដើមមានការគិតគូរឲ្យផ្ដល់សេវាសាធារណៈនឹងលឿនមានការរស់រាយរាក់ទាក់យកចិត្តទុកដាក់ធ្វើភ្លាមអីចឹងទៅទេមកយើងរួចហើយមកយកបានអីចឹងណាពេលនោះហើយមិនមានទាកម្រៃសេវាអីទេនៅពេលដែលមានសម្លេងចម្រោះធ្វើការនៅថ្នាក់មូលដ្ឋានហ្នឹងគឺធ្វើការបានល្អមែនតើហើយមានវិជ្ជាជីវៈត្រឹមត្រូវខុសពីលើកមុនដែលយើងឃើញថាភិកច្រើនមកពីគណៈបកប្រជាជនកម្ពុជាគឺទាលុយឆៅទាលុយយើងចង់ទៅធ្វើសម្បត្តិកំណើតចង់ទៅធ្វើกระดาษស្នាមអីផ្សេងដែលពាក់ព័ន្ធនឹងទូនាទីរបស់ឬក៏សមត្ថកិច្ចរបស់មេឃុំឬក៏អាជ្ញាធរនៅថ្នាក់មូលដ្ឋានហ្នឹងគឺទាលុយស្រស់តែម្ដងឧទាហរណ៍កម្រៃសេវាសាធារណៈគេឲ្យយកតែ 10000 ឬក៏យកតែ 1000 2000 គាត់ទាដល់ 4-10 ម៉ឺនអីចឹងទៅ $10-20 អីចឹងទៅទាឆៅអីតែម្ដងដូច្នេះអាដាមបារម្ភថាតើវាអាចរុញច្រានឲ្យអំពើពុករលួយអីនឹងវាកាត់ឡើងហើយអ្នកដែលផលប៉ះពាល់គឺប្រជាពលរដ្ឋនៅមូលដ្ឋានគាត់តែងតែពឹងពាក់ទៅសុំសេវាអីផ្សេងហ្នឹងនៅពេលដែលពីលើដល់ក្រោមហ្នឹងគឺថ្នាក់ដឹកនាំដែលមានទូនទីធ្វើអស់ចឹងគឺសិតតែជាមនុស្សមកពីគណៈបកតែមួយអីចឹងទៅតើអាចប្រជាពលរដ្ឋគាត់ប្រឈមការលំបាកអីរឿងទាលលុយកម្រៃសេវាអីផ្សេងហ្នឹងនៅពេលដែលអត់មានគណៈបកប្រឆាំងអីនៅក្នុងនឹងគាត់ជួយតាមដានគាត់វាបើមុនមានអ្នកប្រឆាំងនៅអង្គុយក្បែរចា
មើលលេចមើលកើតមើលឆ្វេងមើលស្ដាប់មិនសូវហ៊ានទេរឿងខ្លាចរឿងខ្មាស់រឿងអ៊ីនអីចឹងទៅដល់ពេលព្យាយាមអោបកសោបយកទូនទីចឹងអារឿងពុករលួយនៅក្នុងកន្លែងមូលដ្ឋានវាធ្ងន់ធ្ងរអីវាពិបាកអីបារម្ភយ៉ាងម៉េចដែរបាទអាហ្នឹងវាប្រកបហើយអាហ្នឹងយើងមានពិសោធន៍មិនបាច់ស្មានទេខ្ញុំជម្រាបទៅដូចអត់ត្រូវការពិបាកស្មានទេយើងនិយាយអំពីការមុនដែលនឹងមានការរៀបចំបោះឆ្នោតឃុំសង្កាត់ខ្ញុំចាំដូចជាឆ្នាំ2012អីហ្នឹងប្រហែលជាលើកដំបូងហើយយើងរៀបចំបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ហើយពេលពីមុនដែលមិនទាន់មាននោះគឺវេទនាមែនតើខ្ញុំក៏ធ្វើសភៅគ្រួសារធ្វើអីហ្នឹងតើឲ្យលុយគម្រាមអត្រង់គឺត្រូវតែឲ្យលុយហ្មងបើមិនចឹងធ្វើមិនចេះយើងជាតំណាងរាស្ត្រទៀតក៏បានដែរក្រោយមកវាមានសមាជិកក្រុមប្រឹក្សាគណៈបកខ្ញុំជាប់ឆ្នោតទៅតាមសង្កាត់នោះមួយចំនួននៅក្រុងភ្នំពេញដែរអានោះដូចជាធូរបន្តិចមិនបានធ្វើចៅសង្កាត់អីទេប៉ុន្តែបាននៅនោះទៅចង់ធ្វើអីពឹងគាត់ទៅឲ្យគាត់ទៅព្រោះមិនចង់ទៅខ្លួនឯងទៅឃើញអាភាពស្ងប់ក្រោកនោះវាដូចជាភាសាខ្លះទៅ2013 2014អស់2017គឺល្អមែនទេចេះជំរាបសួរជួយមកមានការអីអានខ្ញុំជួយអីហើយមិនមែនជួយទៅណាទេចាំតិចទៅខ្ញុំធ្វើជូនហើយអត់ដែលមានមកពលរដ្ឋនិយាយសបាយសែនសបាយដល់បានតែ3ខែគេដកតម្លៃអស់ទៅហើយឥឡូវនេះវាចូលដល់របៀបដូចឆ្នាំ2017ចុងក្រោយនោះដែលអត់មានគណៈបកប្រឆាំងដែលមានលទ្ធភាពកាត់សេចក្តីឬធ្វើសេចក្តីសម្រេចក្នុងអំណាចមូលដ្ឋានក្នុងការជួយពលរដ្ឋឬក៏ផ្ដល់សេវាផ្សេងនោះអស់ទៅវាចូលដល់ក្បួនមុនដែលមានក្រុមប្រឹក្សាគុំសង្កាត់មកពីគណៈបកផ្សេងខ្ញុំបារម្ភវាអាចនឹងទៅបែបហ្នឹងតែខ្ញុំបារម្ភទេណាដូច្នេះខ្ញុំនិយាយម្ដងទៀតខ្ញុំនៅសង្ឃឹមយុរដ្ឋមន្ត្រីហ៊ុនម៉ាណែតខ្ញុំថាប្រហែលជាមានការលំបាកអីគាត់តែចុងការយើងចិត្តទៅចោទគាត់ថាចេះថាចោះហេតុអីបានជាគាត់មិនព្រមគាត់សក់យើងគាត់បោកយើងក៏យើងចិត្តថាបានប៉ុន្តែយើងចង់ដឹងដែរតើមានហេតុអីតែគាត់ធ្វើមិនបានព្រោះតាមតែប្រសាសន៍របស់គាត់តាមពីចរិតលក្ខណៈរបស់គាត់នោះគឺគាត់មិនមានមិនជឿថាគាត់នៅតែរឿងអឹងក្នុងការចាប់ពលរដ្ឋដាក់ពន្ធនាគារក្នុងការរំលោភសិទ្ធិពលរដ្ឋក្នុងការដែលប្រមូលអំណាចមកដោយមិនប្រងផ្ដល់សេវាល្អដល់ពលរដ្ឋខ្ញុំមិនទាន់ជឿអាហ្នឹងទេបាទនៅចាំមើលតទៅទៀតដូច្នេះយើងត្រូវរំលឹកទេខ្ញុំគិតថារំលឹកទេព្រោះវាមិនចង់អីបានអីក្នុងផលប្រយោជន៍ជាបុគ្គលទេប៉ុន្តែថាធ្វើការងារច្រើនទៅយើងដឹងថាតើការខ្វះខាតវានៅត្រង់ណាហើយនៅតែបន្តនៅក្នុងស្រុកជួយការងារហ្នឹងហើយប៉ុន្តែរឿងរ៉ាវក្នុងប្រមាណខែកន្លងទៅនេះតាំងពីរឿងព្រឹទ្ធសភាក៏កែដែរច្បាប់ព្រឹទ្ធសភានោះពីដើមមានមណ្ឌលប្រមាណទៅប្រមូលខេត្តមួយចំនួនទៅជាមណ្ឌលរបស់ព្រឹទ្ធសភាមួយទៅឥឡូវហ្នឹងខេត្តមួយជាមណ្ឌលមួយដូច្នេះបើយើងឲ្យពិនិត្យទៅមើលគណៈបកប្រឆាំងអត់មានតំណាងជាប់ឆ្នោតទេនៅក្នុងព្រឹទ្ធសភាគឺ0ហ្មងអាហ្នឹងគឺក៏ជាលក្ខណៈប្រមូលអំណាចយកតែឯងដែរសូម្បីសមាជិកគ្រាន់តែជាសមាជិកព្រឹទ្ធសភាអត់បានដែរដូចធ្លាក់ដល់ក្រុមប្រឹក្សាឃុំសង្កាត់នេះទៀតទៅលេងយល់ហ្មងហើយសំណើនេះមកពីរដ្ឋាភិបាលទៅទៀតចេញមកពីរដ្ឋាភិបាលអត់ដឹងអង្គការ NGO ក៏មិនដឹងដែរបើពីដើមហ្នឹងយើងនៅតំណាងរាស្ត្រយើងធ្លាប់ឃើញទៅយើងចូលមកចែកគេចែកឯងទៅនាំគ្នា lobby ទៅបានក៏យើងបានដឹងមុនដែរណាមុនគេអនុម័តបាទដល់លើអនុម័តរបៀបហ្នឹងខ្ញុំមិនដូចជាមិនយល់ថាជាការធ្វើប្រសើរសម្រាប់ប្រជាជាតិនិងប្រជាពលរដ្ឋខ្មែរនោះទេបាទក៏ប៉ុន្តែអាដាមឃើញពីខាងរដ្ឋាភិបាលហ្នឹងក៏គេបានឆ្លើយតបដែរខាងក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសព័ត៌មានឆ្លើយបំភ្លឺចំពោះការរិះគន់ការទាមទារអីអញ្ចឹងណាគេបកស្រាយច្រើនចំណុចដែរ4-5ចំណុចដែរគេថាអ្វីដែលគេកែហ្នឹងគឺអត់មានដោយការលើកឡើងទេគឺទីមួយគេអត់បានកែប្រែប្រព័ន្ធបោះឆ្នោតទេ
មិនបានកែប្រែរូបមន្តនៃបែងចែកអាសនៈអីទេហើយគេធ្វើអាហ្នឹងគឺគ្រប់ទៅតាមឆន្ទៈបរដ្ឋបោះឆ្នោតឲ្យបកណាច្រើនបកហ្នឹងគេធ្វើធំអីចឹងទៅបន្តបន្ទាប់មកអញ្ចឹងទៅហើយម្យ៉ាងគេថាអាហ្នឹងក៏ធ្វើឡើងទៅតាមឈលលើគោលការណ៍នីតិរដ្ឋទៅលើការគោរពរដ្ឋធម្មនុញ្ញពង្រឹងប្រជាធិបតេយ្យទៅវិញគេនិយាយដូចអ្នកប្រឆាំងដែរថាអ្វីដែលគេធ្វើគេជំរុញទៅល្អទេហើយគេកែលម្អនឹងពង្រឹងការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់នឹងបន្ទាប់ពីបោះឆ្នោតហើយដើម្បីធានាប្រសិទ្ធភាពដឹកនាំនឹងការអនុវត្តការងាររដ្ឋបាលហ្នឹងឲ្យវាកាន់តែល្អអីថែមទៀតអីចឹងទៅហើយពង្រឹងឯកភាពផ្ទៃក្នុងពង្រឹងឯកភាពក្នុងការដឹកនាំមិនមែនជាការប្រមូលផ្ដុំអំណាចទេដូច្នេះគេថាអ្វីដែលគេធ្វើនោះគឺជាការពង្រឹងប្រព័ន្ធអភិបាលកិច្ចនៅមូលដ្ឋានលើកកម្ពស់គុណភាពសេវាសាធារណៈនិងរដ្ឋបាលឃុំសង្កាត់ហ្នឹងឲ្យបានឆ្លើយតបជូនប្រជាពលរដ្ឋហ្នឹងឲ្យកាន់តែឆាប់រហ័សមានប្រសិទ្ធភាពចំពោះតម្រូវការរបស់ប្រជាពលរដ្ឋអីអញ្ចឹងទៅខាងអ្នកនាំពាក្យប្រតិភិក៏គាត់បានលើកឡើងមិនដែរថាមានមតិភាគច្រើនរហូតដល់តំណាងរាស្ត្ររបស់គណៈបកប្រជាជនកម្ពុជាច្រើនលើសលប់នៅក្នុងរដ្ឋសភាហ្នឹងបានលើកដៃ110រូបបានលើកដៃទាំងអស់គ្រប់សម្លេងលើកដៃគ្រប់គ្រងការអនុម័តច្បាប់នឹងហើយដូច្នេះសូមឲ្យគណៈបកប្រឆាំងនឹងយល់ផងគោរពសិទ្ធិគេផងអីចឹងទៅណាតើអាដាមឆ្លើយតបមិនដែរចំពោះការលើកឡើងបែបនេះខ្ញុំមិនមានយោបល់ពីព្រោះចម្លើយនឹងយើងឮដដែលណាដូចសេកចឹងខ្ញុំធ្លាប់ទៅក្រសួងយុតិធម៌ម្ដងដែរជម្រាបគាត់ពីរឿងបញ្ហាពលរដ្ឋដែលត្រូវគេចាប់ដាក់ពន្ធនាគារហ្នឹងវាមានហេតុផលអីសូមឲ្យដោះលែងអីគាត់ឆ្លើយក៏ដូចតែគ្នាហ្នឹងនីតិរដ្ឋអ្នកណាខុសត្រូវតែចេះត្រូវតែចោះអីទៅខ្ញុំថាលោកបញ្យលនេះបានតែសម្រាប់ពួកបរទេសដែលវាអត់ដឹងខ្មែរនឹងធ្វើអីទេគឺខ្ញុំធ្វើតំណាងរាស្ត្ររាល់ថ្ងៃអនុម័តច្បាប់លោកនិយាយភាសានឹងជាមួយខ្ញុំដូចជាវាហួសហេតុពេកខ្ញុំធ្លាប់និយាយបែបហ្នឹងឆ្លើយទៅមន្ត្រីក្រសួងយុតិធម៌វិជ័យភាសានឹងនៅតែដដែលអត់មានអីប្រែប្រួលទេពីព្រោះយើងក៏ចង់ដាក់ជាសំណួរមួយថាកន្លងទៅនឹងវាអាក្រក់អីខ្លះវាធ្វើការងារនឹងវាយឺតយ៉ាវអីខ្លះហើយដោយសារអីតែនេះយើងនិយាយព្រោះសិតតែមេឃុំ99%មេឃុំមកពីគណៈបកកណ្ដាលអំណាចតើជាអ្នកសម្រេចតើស្មានក៏ជាស្មានដែលក្រសួងមហាផ្ទៃតែងតាំងតើវាស្ទះការងារនោះដោយនរណាអានេះយើងសួរគាត់ចឹងទៅវិញណាគាត់ឆ្លើយមើលហើយវាមានរបាយការណ៍អីខ្លះដែលវាស្ទះដោយសារបកក្រៅរដ្ឋាភិបាលមានដំណើរនោះវាធ្វើឲ្យរំខានអីខ្លះវាធ្វើឲ្យយឺតយ៉ាវអីខ្លះអាហ្នឹងបានវា logic យកមកខុសតាងនឹងមកបានយើងបញ្យល់នេះការបើនិយាយដូចសេអញ្ចឹងយើងអត់យកចការបានទេបាទចៅអាដាមមានក្តីសង្ឃឹមថាការចេញលិខិតចំហពីខាងគណៈបកទាំង5ទាមទារឲ្យមានការដាក់ទៅរដ្ឋសភារុញច្បាប់នឹងទៅរដ្ឋសភាឡើងវិញដើម្បីឲ្យពិនិត្យកែលម្អឡើងវិញអីហ្នឹងឬក៏លុបចោលច្បាប់ហ្នឹងតើមានក្តីសង្ឃឹមឬក៏អាដាមមិនមានសង្ឃឹមថានឹងមានការកែប្រែទេបាទបានបញ្ជាក់ឲ្យថាអត់ផ្លូវទេប៉ុន្តែវាជាកាតព្វកិច្ចរបស់យើងដែរណាយើងជាគណៈបកក្រៅថាបាលកាលណាយើងឃើញមិនត្រឹមត្រូវយើងធ្វើការតវ៉ាអញ្ចឹងទៅមិនបានអានោះក៏ទុកជាឯកសារដែរតែនៅពេលដែលច្បាប់នេះបានអនុម័តហើយបញ្ជូនទៅព្រឹទ្ធសភាវាមានក្រុមនេះគណៈបកក្រៅថាបានមិនគ្រប់គ្រងទេអានឹងវាជាប្រវត្តិសាស្ត្របាទវាជាឯកសារដែលខ្ញុំធ្លាប់ធ្វើដែរជាងការយើងដឹងថាតវ៉ាទៅវាអត់បានទេព្រោះតវ៉ាដើម្បីឲ្យដឹងថាយើងអត់ពេញចិត្តទេយើងអត់ឲ្យមានក្នុងកំណត់ហេតុថាយើងអត់សប្បាយចិត្តទេហើយធ្វើនឹងមិនត្រឹមត្រូវទេហ្នឹងជានីតិវិធីដែលយើងគណៈបកក្រៅរដ្ឋាភិបាលអត់មានជំរឿទេមានតែធ្វើវិធីហ្នឹងទៅឲ្យប្រជារាស្ត្រលោកវិនិច្ឆ័យចុះបាទប៉ុន្តែអាដាមតើវាអាចជាជំរឿចុះពលរដ្ឋវិញគាត់អាចធ្វើអ្វីបានពីព្រោះពលរដ្ឋគាត់ជាអ្នករងគ្រោះដោយផ្ទាល់ដែរគាត់អ្នកទទួលបានផលពីឋានៈដឹកនាំឃុំសង្កាត់របស់គាត់ដូច្នេះពលរដ្ឋគាត់គួរធ្វើអ្វីដែរដើម្បីជួយរឿងនេះបានជាពិសេសគឺការបោះឆ្នោតតែម្ដងបើសិនជាគាត់បោះឆ្នោតឲ្យគណៈបកប្រឆាំងអាចគ្រប់គ្រងទូនាទីថ្នាក់ដឹកនាំឃុំសង្កាត់តាំងពីជាមេឃុំជាចៅសង្កាត់ទី1ចៅសង្កាត់ទី1ទី2គឺក៏ខាងគណៈបកប្រឆាំងអញ្ចឹងទៅហើយបើជាជំទប់ទី1ទី2ក៏ខាងគណៈបកប្រឆាំងទៅបើគណៈបកណាមួយឈ្នះគឺបានដូច្នេះ
អឺពលរដ្ឋគាត់គូជួយយ៉ាងម៉េចបានបើសិនបើគាត់មើលឃើញថាមេឃុំឬក៏មកពីគណៈបកណាមួយមិនបានបំពេញទូនាទីទេពលរដ្ឋគាត់គូតែសម្រេចចិត្តបោះឆ្នោតចេញឲ្យគ្រប់គ្រងគណៈបកណាឲ្យវាច្រើនលើសលប់ដើម្បីឲ្យបានទូនាទីបានអីឬក៏យ៉ាងម៉េចដែរអាដាមបាទពលរដ្ឋគាត់គូធ្វើអីដើម្បីពីព្រោះគាត់អ្នករងផលប៉ះពាល់ផ្ទាល់ពលរដ្ឋមានជំរឿអានឹងក្នុងរបបប្រជាធិបតេយ្យជាការពិតហើយពលរដ្ឋមានជំរឿប៉ុន្តែបរិយាកាសនៃសិទ្ធិសេរីភាពនៃការជ្រើសរើសរបស់គាត់នោះប៉ុណ្ណាតែបកប្រឆាំងមានលទ្ធភាពនឹងផ្សព្វផ្សាយព័ត៌មានទៅដល់គាត់ក្នុងកម្រិតណាបើគិតតែលើកផ្លាកគណៈបកនោះមានបញ្ហាទៅហើយនោះហើយការរៀបចំបញ្ជីបេក្ខជននោះក៏មានបញ្ហាខ្លះមិនហ៊ានទេដាក់បញ្ជីបានថ្ងៃនេះស្អែកឡើងមកសុំចេញវិញតែខ្ញុំមិនហ៊ានទេខ្ញុំខ្លាចណាស់អីមិនហ៊ានចូលឈ្មោះទេអីវារឿងនោះវាស្ថិតនៅលើបញ្ហាបរិយាកាសនៅក្នុងបរិយាកាសនយោបាយនោះដែលតើពលរដ្ឋមានសេរីភាពក្នុងការបញ្ចេញមតិឬទេពលរដ្ឋមានលទ្ធភាពនឹងទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយឬទេតើពលរដ្ឋអាចនឹងចូលរួមនយោបាយដោយមិនមានការគម្រាមកំហែងបានដែរឬទេតែនេះជាកត្តាហើយគណៈកម្មការជាតិរៀបចំការបោះឆ្នោតនោះអានេះឯករាជ្យត្រឹមត្រូវកម្រិតណាគេអាចទុកចិត្តបានឬទេស្អីហ្នឹងដែលធ្វើឲ្យផ្ដល់ការលើកទឹកចិត្តឲ្យពលរដ្ឋនោះហ៊ានទៅធ្វើការសម្រេចចិត្តនៅពេលដែលគាត់ទៅបោះឆ្នោតប៉ុន្តែអាកត្តាដែលខ្ញុំបានជម្រាបនោះធ្វើឲ្យពលរដ្ឋលោកមិនហ៊ានទេបាទអត់ហ៊ានទេនៅតែខ្លាចនៅតែស្អីហ្នឹងទៅបោះឆ្នោតលោកនៅតែខ្លាចណាហើយបោះឆ្នោតទៅឮថាបោះទៅក៏វាមិនប្រកាសថានឹងជាប់ទៅទៀតហើយដល់ឥឡូវវាអស់ទាំងតំណាងរបស់គាត់ដែលអាចជួយគាត់បានទៀតវាមានអីមិននោះឥឡូវខ្ញុំទុកឲ្យយើងតាមដានទៅមុខទៀតទៅប៉ុន្តែអ្វីដែលយើងគួរធ្វើទេក្នុងសង្គមរបស់យើងបើយើងជឿថាយើងជាម្ចាស់ទឹកម្ចាស់ដីដែរយើងចូលរួមឲ្យយោបល់តវ៉ាទៅបើអាជ្ញាធរនឹងនៅតែចាប់ដាក់គុកដាក់ច្បាប់ក៏ឲ្យគាត់ធ្វើទៅធ្វើម៉េចទេព្រោះយើងយល់ថាវាជាទឹកដីយើងចង់ឲ្យទឹកដីនេះវាមានការរស់នៅសង្គមដែលប្រកបដោយយុត្តិធម៌ធ្វើម៉េចឲ្យពលរដ្ឋនឹងមានការគោរពច្បាប់ទាំងអស់គ្នាមិនបំពានច្បាប់ហើយការធ្វើច្បាប់នឹងគឺជាប្រយោជន៍របស់សង្គមមិនមែនសម្រាប់បកសម្រាប់ពួកអីហ្នឹងទេដូច្នេះយើងមានរឿងច្រើនណាស់នៅក្នុងសង្គមយើងហ្នឹងខ្ញុំសូមជម្រាបអង្គើអាដាមគិតថានេះក៏ច្រើនដែរបាទអាដាមលើកឡើងថាមានរឿងច្រើនអាដាមគិតថាវាតាមពិតរឿងច្រើនមែននៅក្នុងសង្គមដូច្នេះរដ្ឋាភិបាលគួរតែផ្ដោតឱកាសនេះពេលវេលានេះគួរតែផ្ដោតការយកចិត្តទុកដាក់ដោះស្រាយទៅលើវិបត្តិធំដែលកំពុងកើតឡើងនៅក្នុងប្រទេសកម្ពុជាទេជាជាងការមកបង្កើតច្បាប់អីអញ្ចឹងមកធ្វើម៉េចគិតទៅពីរឿងអំណាចរបស់ខ្លួនប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្លួនអីដែលអត់បានដោះស្រាយបញ្ហាប្រឈមធំដូចជាបញ្ហាសង្គ្រាមថៃឥឡូវនេះគេយកដីចូលមកអីគេគម្រាមធ្វើសង្គ្រាមអីបន្តទៀតអញ្ចឹងបញ្ហា scam បញ្ហារឿងសេដ្ឋកិច្ចបញ្ហាគ្រឿងញៀនបញ្ហាអសន្តិសុខសង្គមហ្នឹងតើអាដាមគិតថារដ្ឋាភិបាលគួរយកចិត្តទុកដាក់ដោះស្រាយទៅលើបញ្ហាធំទាំងអស់នេះជាជាងមកធ្វើរឿងអស់អញ្ចឹងទេអារឿងបង្កើតច្បាប់អីដើម្បីបំបិទសិទ្ធិគេដើម្បីដកហូតយកទូនទីឬក៏សម្រាប់ឆន្ទៈប្រជាពលរដ្ឋអីចឹងទេបាទខ្ញុំដូចបានលើកសពគ្រប់ហើយពីរឿងតើរដ្ឋាភិបាលគូធ្វើយ៉ាងម៉េចទេព្រោះធម្មតាវាមានចែងនៅក្នុងរដ្ឋធម្មនុញ្ញហើយតើរដ្ឋាភិបាលត្រូវធ្វើម៉េចតើយើងអនុវត្តនយោបាយបែបម៉េចតើយើងគោរពសិទ្ធិរបស់ពលរដ្ឋយ៉ាងម៉េចតើយើងមានទួនាទីធ្វើអីក្នុងការបម្រើពលរដ្ឋមានទាំងសម្បត្តិទៅទៀតចាំសម្បត្តិស្បត់ហើយមានប្រព្រឹត្តអំពើពុករលួយស្អីហោហែបំរើប្រជារាស្ត្រខ្លួនការពារបូរណភាពទឹកដីហោហែនឹងយើងមានទាំងច្បាប់កម្ពូលទៅទៀតរំលឹកហើយបើសិនណាជាមិនទាន់ភ្ញាក់ខ្លួនកែលម្អទេខ្ញុំបារម្ភខ្ញុំមិនចង់និយាយអីច្រើនទេប៉ុន្តែនិយាយត្រង់ទៅនៅក្នុងដំណាក់កាលចុងក្រោយនេះចង់ជួយដែរជួយឲ្យវាមានលទ្ធភាពកែលម្អទៅដូច្នេះបានជាខំជួយជាមួយនឹងគណៈបកដែលខ្ញុំមាននេះធ្វើម៉េចឲ្យបានអាសនៈមួយចំនួននៅក្នុងរដ្ឋសភាទៅដើម្បីយើងជួយ
កែមុខមាត់អីសកម្មភាពការគ្រប់គ្រងមិនត្រឹមត្រូវហើយការមិនគិតគូរដល់ពលរដ្ឋនឹងឲ្យបានប្រសើរឡើងវិញទៅទោះបីតិចឬច្រើនចេះតែខំប្រឹងធ្វើទៅតាមលទ្ធភាពអ្វីដែលយើងអាចធ្វើបានក្នុងស្រុកទេបាទហើយដូច្នេះខ្ញុំថារដ្ឋាភិបាលគួរតែយល់អំពីពួកយើងខ្ញុំដែរពួកយើងខ្ញុំមិនមានជំរឿសអ្វីក្រៅពីចង់ចូលរួមដើម្បីដោះស្រាយបញ្ហាសង្គមយើងឲ្យមានសុខដុមរមនាកាន់តែប្រសើរឡើងទេដើម្បីរដ្ឋាភិបាលនោះក៏ដេកលក់ស្រួលហើយយើងជាគណៈបកក្រៅរដ្ឋាភិបាលនោះក៏រីករាយនឹងជួយពលរដ្ឋយើងឲ្យមានការធានាសុវត្ថិភាពនិងជីវិតរស់នៅរបស់គាត់នឹងបានប្រសើរផងដែរបាទអាដាមលើកឡើងម្ដងជាពីរដងហាក់ដូចជាបារម្ភថាធ្វើការងារគិតគូរដោះស្រាយដើម្បីជួយប្រជាពលរដ្ឋទៅអីចឹងអាដាមមានន័យថាការដែលបង្កើតបញ្ហាអីមកអញ្ចឹងឯហ្នឹងការបង្កើតបញ្ហាបែបនេះវាអាចធ្វើឲ្យគ្រោះថ្នាក់សម្រាប់រដ្ឋាភិបាលខ្លួនឯងនៅថ្ងៃក្រោយទេឬក៏យ៉ាងម៉េចបាទវាអាចដែរព្រោះយើងមើលប្រវត្តិសាស្ត្រឬក៏មើលការកើតឡើងនៅប្រទេសជុំវិញណាខ្ញុំបានធ្លាប់លើកឡើងនៅក្នុងរដ្ឋសភាច្រើនដងដែរប៉ុន្តែដឹងគេយកចិត្តទុកដាក់ប៉ុណ្ណាទេណាខ្ញុំថាសូមឲ្យគណៈបកទាំងអស់ទាំងគណៈបកកណ្ដាលហិតខំរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងប្រទេសនោះឲ្យបានល្អត្រឹមត្រូវហើយមានការកែតម្រង់ស្ថាប័នជាតិនឹងឲ្យផ្ដល់សេវាល្អពិតប្រាកដដល់ពលរដ្ឋព្រោះយើងមិនអាចរំពឹងលើបុគ្គលខ្លាំង100ឆ្នាំទេបុគ្គលដែលកែខ្លាំងហ្នឹងបានតែមួយរយៈអីចុះអត់ពីគាត់ទៅប្រទេសជាតិមិនស្លាប់ហើយចឹងបើយើងរំពឹងលើបុគ្គលដូច្នេះខ្ញុំវាមានបំណងចង់ឲ្យពង្រឹងស្ថាប័នដូចខ្ញុំបានជម្រាបហ្នឹងតឡាការហ្នឹងឲ្យមានយើងមានស្ថាប័នបែងចែកដាច់ពីគ្នារវាងស្ថាប័ននីតិបញ្ញត្តិគឺសភានីតិប្រតិបត្តិរដ្ឋាភិបាលនិងតុលាការអានឹងជាដំណាក់កាលចាំបាច់ជាងគេហើយឯករាជ្យពីគ្នាជួយមើលគ្នាធ្វើម៉េចឲ្យស្ថាប័នមួយធ្វើការឲ្យត្រឹមត្រូវបំរើនរណាពលរដ្ឋនិងការពារទឹកដីអានេះទូនីតិដែលយើងត្រូវធ្វើតែយើងបានបែងចែកដាច់ពីគ្នាហើយឬនៅមកទល់ពេលនេះណាខ្ញុំជម្រាបតាំងពីឆ្នាំ1993មកដល់ឥឡូវអត់ទាន់ធ្វើបានហើយកាន់តែយ៉ាប់ទៅទៀតខ្ញុំចាំសម័យដែលសម្ដេចក្រមព្រះលោកធ្វើប្រធានរដ្ឋសភាណានិយាយមែនតើយើងអ្នកណាខ្លះគាត់វាខ្មាស់លោកខ្ញុំយល់ថាកាលនោះខ្ញុំធ្វើការជាតំណាងរាស្ត្រណាមានសេរីភាពក្នុងការងាររបស់ខ្លួននោះបានច្រើនមែនតើហើយរដ្ឋមន្ត្រីមកសួរនោះក៏បានតាមរយៈសម្ដេចក្រមព្រះច្បាប់ណាដែលមើលទៅមិនបំរើផលប្រយោជន៍សម្ដេចក្រមព្រះឲ្យបង្កើតគណៈកម្មការចម្រុះដើម្បីពិនិត្យនិងជជែកព្រោះតាំងពីអស់ពីសម្ដេចក្រមព្រះមកសម្ដេចហេងសំរិននឹងគឺអត់ដែលបានទៅធ្វើអានឹងទៀតទេគឺថាចាំតែលើកដៃទៅតវ៉ាក៏តវ៉ាទៅអត់បានធ្វើអានឹងទេយើងភ្លេចយើងគួរតែធ្វើអានេះការពង្រឹងស្ថាប័ននោះឲ្យប្រសើរឡើងរដ្ឋបាលសាធារណៈនោះគេមិនដែលនាំគ្នាឲ្យរំពឹងតែទៅចូលរួមក្នុងចរន្តនយោបាយក្រុមយុវជនបកដើម្បីទៅរកការងារធ្វើទេគេបង្កើតការងារតាមវិស័យឯកជនធ្វើចាំទេចំនួនបកគោណានាំគ្នាចង់ទៅធ្វើរដ្ឋមន្ត្រីធ្វើមន្ត្រីយើងត្រូវធ្វើសង្គមយើងឲ្យស្អាតស្អំទៅមានគេវិនិយោគទៅបង្កើតការងារទៅអ្នកដែលបានធ្វើការនៅឯកជនបានលុយច្រើនជាងអីគេទៅធ្វើគេមិនមែនទៅរងចាំដណ្ដើមគ្នាទៅរងតែការងាររដ្ឋដូចសប្តាហ៍ក្រុមប្រឹក្សានៅនឹងជាប្រមាណ10ទេរដ្ឋលេខាធិការនោះដឹងជាប្រមាណអ្នកនេះអនុរដ្ឋលេខាធិការស្អីទីប្រឹក្សាអីនោះទៅធ្វើនោះអត់ប្រយោជន៍ទាំងអស់អាហ្នឹងខ្ញុំមិនថាតែឯងទេគឺមនុស្សច្រើនណាឥឡូវដូចបើកសិទ្ធឲ្យមនុស្សមួយក្រុមមានមតិអីគឺហាណាដូច្នេះខ្ញុំថាខ្ញុំនិយាយដែរកុំឲ្យថាយើងខ្ញុំមិនមានអារម្មណ៍បែបហ្នឹងដូច្នេះខ្ញុំថាវាត្រូវវិវត្តឲ្យប្រសើរឡើងហើយចាស់ហើយបន្តិចទៀតយើងអត់មានអ្នកបកកែអីប្រវត្តិសាស្ត្រអីនៅតាមដានតាម Facebook ឬតាមដានសកម្មភាពនេះនោះទៀតទេដូច្នេះបើយើងមានស្ថាប័នហើយនាយករដ្ឋមន្ត្រីអត់សូវនឿយដោយសប្តាហ៍ទេ
យករដ្ឋមន្ត្រីយើងអនុវត្តគោលនយោបាយតាក្រសួងមួយមានកាតព្វកិច្ចបំពេញការងាររបស់ខ្លួនហើយមិនធ្វើត្រឹមត្រូវទេសភាយកមកស៊ូដេញដោលទម្លាក់ចោល impeachment ណាទម្លាក់ណាខ្ញុំធ្លាប់តវ៉ាទម្លាក់រដ្ឋមន្ត្រីម្ដងយូរទៅមិនធ្លាក់រដ្ឋមន្ត្រីវាធ្លាក់ឯងពីប្រធានគណៈកម្មការម្ដងដូច្នេះវាមានពិសោធន៍ទូចត់អស់ហើយដែលខិតខំទៅធ្វើមិនឲ្យស្ថាប័នវារឹងមាំវាទីបំផុតវាធ្ងន់លើតែខ្លួនឯងហ្នឹងប៉ុន្តែខ្ញុំនៅតែសង្ឃឹមថាអ្នកដែលបានរៀនសូត្រនៅប្រទេសលោកសេរីជាពិសេសនាយករដ្ឋមន្ត្រីហើយនិងភរិយាគាត់ដែលជាស្ត្រីទី1នៅកម្ពុជានឹងសិតតែរៀនបានចេះដឹងហើយធ្លាប់នៅសង្គមគេនឹងរាប់ឆ្នាំទៀតខ្ញុំជឿថាគាត់ដឹងគាត់យល់អំពីការគ្រប់គ្រងដែលធ្វើឲ្យពលរដ្ឋមានសេចក្តីសុខហើយប្រទេសជាតិនោះធានាកុំឲ្យមានចំនួនស្លាប់រស់នឹងគ្នានឹងរស់នៅជាមួយគ្នាអ្នកណាដែលហើយគ្រប់គ្រងប្រទេសណាមិនមែនស្រួលទេខ្ញុំជម្រាបទៅទោះបីគេឲ្យមាស10000 គីឡូក៏មិនដឹងយកមកធ្វើអីដែរទេបើមិនណាជាយើងជាអ្នកដឹកនាំប្រកបដោយការទទួលខុសត្រូវហើយមានចាក់ខុសវិស័យសម្រាប់ជាតិនិងពលរដ្ឋរបស់ខ្លួនគិតអាហ្នឹងណាហើយជាទម្លាប់របស់ខ្ញុំមិនចូលចិត្តចោតជេរណាទេប៉ុន្តែមានអ្នកចោតជេរខ្លះហ្នឹងក៏ធ្វើឲ្យលំបាកដែរក្នុងការងាររបស់គណៈបកក្នុងការបង្រួមគ្នាណាខ្ញុំឥឡូវរីករាយថាមានគណៈបក5បានចុះហត្ថលេខាជាមួយគ្នាសង្ឃឹមថាมันមានអ្នកណាមករៀបពីក្រៅមករំខានដល់ការបង្កើតសម្ព័ន្ធភាពទាំង5នោះឲ្យបានទេធ្វើទៅដើម្បីឲ្យពលរដ្ឋឥឡូវយើងកាន់តែពិបាកទាំងអស់គ្នាហើយធ្វើម៉េចយើងរួមគ្នាតិចទៅតែបានសម្លេងអីដល់ពេលបោះឆ្នោតថ្នាក់ជាតិនោះបានតំណាងរាស្ត្រអីខ្លះទៅជួយរំលឹករដ្ឋាភិបាលទេជួយធ្វើកញ្ចក់ខ្ញុំជឿចាស់ឲ្យរដ្ឋាភិបាលជឿខ្ញុំចាស់ថាកញ្ចក់បកប្រឆាំងនេះគឺឆ្លោះច្បាស់តែមកអត់មានឲ្យពិបាកទៅថែមវេនតាមញោមវិញទេគឺថាប្រាប់ថាអាក្រក់គឺប្រកាសជាមានផុសតាមគ្រប់គ្រាន់ដើម្បីឲ្យទៅចាត់វិធានការប៉ុន្តែការចាត់វិធានការនេះកុំរើសអើងណានឹងសំបីតែចិនកុម្មុយនីសគេកាត់សេចក្តីអាមន្ត្រីគេក្រាក់ណាដើម្បីឲ្យពលរដ្ឋគេជឿទុកចិត្តលើអ្នកដឹកនាំណាថាបើត្រូវហ៊ានអាកាត់ណាខ្ញុំនៅសង្ឃឹមអញ្ចឹងសង្ឃឹមថាអាណត្តិនៅគាត់2ឆ្នាំទៀតដែរមុននឹងគាត់អស់អាណត្តិដូច3ឆ្នាំនេះថាគាត់សមចុះធ្វើការចុះសង្ឃឹមតែ2ឆ្នាំទៀតគាត់នឹងបញ្ចេញស្នាដៃអីហើយអានឹងជាសង្ឃឹមទៀតប៉ុន្តែថាយើងក៏រៀបចំខ្លួនដែរដើម្បីឲ្យមិនកម្លាំងអ្នកប្រជាធិបតេយ្យខ្ញុំឈប់មិនចង់ប្រើពាក្យប្រជាធិបតេយ្យពួកនេះជាអាខ្លះថាប្រជាធិបតេយ្យជេរឯងអត់ដឹងអីដែរជេរបចោប្រកាន់មូលប្រកាច់គ្នានោះអត់មានហេតុមានផលអីទេប៉ុន្តែនិយាយថាយើងដែលជាអ្នកគណៈបកក្រៅរដ្ឋាភិបាលដែលមានយោបល់ឯករាជ្យផ្សេងពីរដ្ឋាភិបាលមានគំនិតចក្ខុវិស័យផ្សេងក្នុងការជួយឲ្យប្រទេសជាតិនៅលូតលាស់នោះក៏រួមគ្នាទៅធ្វើការជាមួយគ្នាទៅដើម្បីធ្វើម៉េចឲ្យពលរដ្ឋងាយសម្រេចប្រជារាស្ត្រខ្មែរអត់ចូលចិត្តទៅបោះឆ្នោតលប៉ាត់លប៉ាយទេយើងមើលពិសោធន៍ក្នុងនយោបាយកម្ពុជាតាំងពីឆ្នាំ1993មានបក20-30យកទៅគេបោះឆ្នោតចុងក្រោយមានបក2-3ដែរដែលពលរដ្ឋបោះឲ្យរហូតមកដល់ឆ្នាំ2013យើងឃើញមានតែគណៈបក2ទេដែលពលរដ្ឋសម្រេចបោះឆ្នោតឲ្យព្រោះតែយើងទៅនាំគ្នាអីបែកបាក់ខ្លះនោះបកែវបានធ្វើបកទៅចេះធ្វើឯក្លាហានអីថាយើងវាក្លាហានបានលុយបានកាក់អីពីក្រៅមកអីហ្នឹងក្អេងក្អាងអីខ្លាំងពេកខ្ញុំថាស្ដាប់ចាស់ខ្លះទៅខ្ញុំមានពិសោធន៍ខ្លះដែរក្នុងជីវិតនយោបាយណាកុំចូលវិធាននយោបាយគេមិនឲ្យចូលទេហើយវិធាននយោបាយគេឲ្យមិនឲ្យដើរអួតទេទុកឲ្យប្រជារាស្ត្រអ្នកអួតហើយធ្វើការតាមភាពជាក់ស្ដែងដោយយល់ពីស្ថានភាពច្បាស់លាស់មុននឹងធ្វើសេចក្តីសម្រេចហើយមុននឹងធ្វើការងារណាដែលជាប្រយោជន៍របស់ជារាស្ត្រនិងប្រជាជាតិខ្លួននោះបាទដូច្នេះសម្រាប់អាដាមគិតថាស្ថិតនៅក្នុងបរិបទដែល
មានការរដ្ឋបတ်ការធ្វើទុកបុកម្នេញពីគ្រប់ច្រកបែបនេះខាងកម្លាំងអ្នកប្រជាធិបតេយ្យឬក៏អាដាមហៅថាគណៈបកក្រៅរដ្ឋាភិបាលគួរតែបន្ទន់ជំហរដាក់គ្នាហើយរួបរวมគ្នាដើម្បីឲ្យពលរដ្ឋនឹងមានក្តីសង្ឃឹមសម្រាប់ប្រគល់ប្រជែងការបោះឆ្នោតនៅពេលខាងមុខនេះបាទណាជាការពិតហើយបាទខ្ញុំតាំងពីដើមមកខ្ញុំតែមានតួនាទីសំខាន់មួយចំនួនដែរក្រៅតែពីតំណាងឲ្យគណៈបកក្នុងការចរចាសម្របសម្រួលជាមួយគណៈបកកណ្ដាលជួយដោះស្រាយបញ្ហាប្រឈមរវាងគណៈបកធំក្នុងប្រទេសខ្ញុំក៏ចូលរួមជំរុញឲ្យបង្កើតគណៈបករួមរវាងគណៈបកសំរងស៊ីនិងគណៈបកសិទ្ធិមនុស្សរបស់លោកកឹមសុខាដែរខ្ញុំជាអ្នកចរចាចេញមុខតំណាងឲ្យគណៈបកសំរងស៊ីទៅចរចាដូច្នេះខ្ញុំឃើញអាការដែលយើងរួមគ្នាដល់ទីបំផុតយើងរកអានេះមូលដ្ឋានរួមបានហើយយើងធ្វើទៅពលរដ្ឋត្រួតសម្រេចចិត្តពលរដ្ឋលោកមិនទៅស្ដាប់អាដេញគណៈបកប្រឆាំងជេរតែគ្នាអញ្ចឹងទេស្ដាប់ហើយមកគោលងងប្រាស្រុកមកគាត់ទៅធ្វើគណៈបកប្រឆាំងមិនដឹងធ្វើខ្លួនឯងធ្វើអីផងមិនគិតរៀបចំគោលនយោបាយទាក់ទាញមិនធ្វើសកម្មភាពឲ្យពលរដ្ឋមានការជួយទៀតគាត់ទៅជេរគ្នាហ្មងប្រមាថគ្នាចោទគ្នាហ្មងអានឹងជាលក្ខណៈអន់មែនទេណាបាទខ្ញុំពលរដ្ឋទុកខ្ញុំវេទនាប៉ុណ្ណាក៏ខ្ញុំមិនបោះឆ្នោតឲ្យដែរព្រោះលោកឯងមកយាតបែបហ្នឹងដូច្នេះខ្ញុំនៅតែសង្ឃឹមថាគណៈបកទាំង4ទាំង5នោះរួមគ្នាទៅអ្នកណាមានលទ្ធភាពជួយខែណាក៏នឹងទៅជួយទៅមានទៅធ្វើបជីអីដាច់ដライពីគ្នាកើតទេធ្វើរួមទៅក្រៃលោបានអាសនៈល្មមដែលយើងអាចទៅជួយកែលម្អការគ្រប់គ្រងប្រទេសយើងបានហើយអាចឲ្យពលរដ្ឋមានសេចក្តីសង្ឃឹមតទៅមុខទៀតហើយប្រទេសកម្ពុជានេះវានៅមានប្រជាធិបតេយ្យវានៅមានតំណាងរបស់គាត់ព្រោះពឹងអ្នកកសែតពឹងអាស៊ីសេរីគឺដូចជាពិបាកហើយឥឡូវអាស៊ីសេរីក៏ខ្វះទុនធានដែរតែខំប្រវាបបន្តដើម្បីរកទុនធានមកធ្វើកម្មវិធីនេះអរគុណទូអាស៊ីសេរីមែនទែនបាទតែពលរដ្ឋអរគុណដល់នៅតាមមូលដ្ឋាននៅតែប្រាប់ខ្ញុំអញ្ចឹងថាអរគុណហើយលោកអាស៊ីសេរីអស់លុយហើយនៅតែខំប្រវាបសន្ទិញធ្វើយកព័ត៌មានការលំបាករបស់គាត់ទៅផ្សព្វផ្សាយហើយអីហ្នឹងដែលមានពេលខ្លះហ្នឹងគឺថាអាជ្ញាធរគឺក្រសួងមានសមត្ថកិច្ចហាក់ដូចជាយកចិត្តទុកដាក់ទៅជួយដោះស្រាយគាត់ដែរព្រោះសង្ឃឹមលើបកប្រឆាំងដោយព្រឹទ្ធសភា3នាក់នៅរបស់គណៈបច្ឆន្ទៈខ្មែរដូចមិនទាន់ឃើញមានសកម្មភាពអីដែលអាចជួយគាត់បានបាទបាទអរគុណមែនទែនបាទអរគុណអាដាមតាមពិតនឹងហើយនៅពេលដែលពលរដ្ឋត្រូវការព័ត៌មានពិតនេះក៏ជារឿងសំខាន់ណាស់ដែលធ្វើឲ្យពួកខ្ញុំនៅតែបន្តធ្វើកិច្ចការងារនេះបើទោះបីជាមានឧបសគ្គខ្លះក៏ដោយអាដាមមានអ្វីចុងក្រោយចង់បន្ថែមទៀតទេបាទបើសិនបើអាដាមមានអ្វីចង់បន្ថែមមុននឹងបញ្ចប់បាទខ្ញុំដូចមានអីច្រើននេះក៏ចង់អំពាវនាវឲ្យគណៈបកទាំងអស់រួមគ្នាទី1ទៅធ្វើបានកាន់តែឆាប់កាន់តែល្អហើយក៏អំពាវនាវឲ្យរដ្ឋាភិបាលដែរសូមឲ្យរដ្ឋាភិបាលត្រឡប់មកពិនិត្យមើលគោលការណ៍នៃរដ្ឋធម្មនុញ្ញឡើងវិញនៃកាតព្វកិច្ចមួយចំនួនដែលរដ្ឋាភិបាលត្រូវផ្ដល់ឲ្យពលរដ្ឋនិងដល់គណៈបកក្រៅរដ្ឋាភិបាលក្នុងការបំពេញតួនាទីរបស់គេក្នុងរបបប្រជាធិបតេយ្យសេរីពហុបកនោះបាទសូមអរគុណអាដាមដែលបានចំណាយពេលវេលាចូលរួមជាមួយនឹងទូរទស្សន៍អាស៊ីសេរីនៅពេលនេះហើយសូមជូនពរអាដាមអរគុណច្រើនថាថៃដែលបានព្រាបមកសុភាខ្ញុំបាទខ្ញុំអរគុណច្រើនបាទអរគុណអាដាមបាទជម្រាបលាបាទ